គាត់ថាបងថាទៅបើមិនទៅឆ្កែទៅអញ្ចឹងពេលខ្ញុំទៅដល់ផ្ទះខ្ញុំសញ្ញោទៅអញទេពជួបម៉ែឪខ្ញុំបន្តិចសិនណាហើយបើចូលទៅដឹងមែនខ្ញុំជឿណាហ្នឹងហើយអរគុណអូនណាចាចាំធ្វើបងចាទៅប្រាប់ម៉ែសិនណាគេចូលទៅដឹងហើយលើកដៃថ្វាយព្រះចៅនិយាយដើមមកដល់កូនរៀនចប់អស់ហើយអានេះអាយុវែងមែនហ្នឹងហើយទៅមកពីណាកូនចេះមកពុកម៉ែខ្ញុំចង់បានពុតខ្ញុំឃើញមនុស្សអ្នកខ្ញុំស្រឡាញ់មកវាចំឪហ្នឹងផងតថាពីអ្នកម៉ែឯងហ្នឹងណាចង់គិតគូឲ្យកូនឯងមានគូសកលបាទនាងតស៊ូការងារណាពុកអើយកូនម៉ាក់ល្អណាស់កូនអាចមុំចឹងឯងស្រីកមុំម្នាក់ឯងចិញ្ចឹមតាផងចិញ្ចឹមឪពុកចិញ្ចឹមម្ដាយផងចិញ្ចឹមប្អូនទៀតតស៊ូអត់មានប្អូនទេកូនទូលតាណែមានប្អូនឯងស្ដាប់កូនអញណៃនាំឲ្យកទៅកូនទូលកូនច្បាយស្រុកហ៎មែនទេមែនខ្ញុំស្គាល់គ្នានៅកន្លែងម៉ាសាប្រពន្ធខ្ញុំធ្វើការនៅកន្លែងម៉ាសាយីមិនទៅតោកន្លែងម៉ាសាអញ្ចឹងគេពួកឯងហ្នឹងរត់ទៅដែរតើអីគ្នាគាត់ធ្វើការប្រើកម្លាំងបាយកម្លាំងដៃធ្វើការតែវាមិនសមកូនមុខមាត់ម៉ែប៉ុណ្ណឹងមានកិត្តិយសដែរទៅយកកូនម៉ាសាស្រីម៉ាសាមិនសមមិត្តភក្តិគេមកការខ្លួនឯងទៅគេសួរនាំទៅសើនាងវិញទៅនាងខំតស៊ូរងឆាកជីវិតអូអញមិនតស៊ូទេពីថាគេចេះតស៊ូដែរកូនឯងមនុស្សប្រុសមួយថ្ងៃចូលប្រមាណអ្នកដែលតែស្លៀកកម្មាដោះអាវអញទៅលុញគីឃ្លានណាចប់តែចាំអញចាប់បងអញធ្លាប់តែម៉ាសាអញធ្លាប់ហើយប្រហែលអ្នកតែទៅឆ្កៀលអាកន្លែងកលៀនណាធ្លាប់បានហើយវាអត់តមកកូនជាការងារតាមិនមែនជារឿងអីអត់បានជាដាច់ខាតកាន់កាហើយមិននិយាយច្រើននេះម៉ែឲ្យពុកនឹងមិនព្រមទៅស្ដីឲ្យទេបើទោះយ៉ាងណាក៏មិនយល់ដែរមិនព្រមបើឯងរកបណ្ណាការជាមួយកូនគេរត់ទៅបើខ្ញុំពាក់មិនក៏និយាយចឹងណាចង់ស្រឡាញ់កូនអ្នកកើតមកឪពុកម្ដាយមានស្រាប់មានដោយសារឪពុកម្ដាយខ្ញុំចង់បាននារីដែលធ្វើការតស៊ូដោយខ្លួនឯងចឹងមិនបានចង់និយាយថាម៉ែនេះកូនឯងនាំនារីល្អឲ្យកូនឯងដែរហើយកូនឯងកូនអ្នកមានចុះបើអនាគតទៅឪពុកម្ដាយនឹងជួបបតវហេតុមួយលែងមានកូននឹងចេះអីមានលុយសល់ដីចុះដល់បើមិនចេះរកស៊ីលក់ដីគង់អស់ដូចគ្នាណាហេរំលក់អស់ប៉ុន្តែឥឡូវយើងមានស្រាប់យកមនុស្សដែលមានគំនិតមកកាន់អាការងារទៀតវាមិននិយាយច្រើនគំនិតទឹកបាសាឯងសំខាន់មិនស្ដាប់មិននិយាយច្រើនឯងជាចៅអញឯងមិនស្ដាប់ឪឯងផងឯងមិនស្ដាប់តាឥឡូវបើពុកម៉ែមិនស្ដាប់តាមិនស្ដាប់ជួលមេនអាលីមមកហើយកុំលេងសើចប្រាំមីម៉ែមានកូនឯងតែមួយកុំធ្វើជាកូនបោពេកអាថ្លាធំខែភាសាមេនវា discount ទេអើយដេកមកលោកអើយឈឺមុខប្រឡាក់សក់ខ្ជុំអើយណាលោកបាក់អីបាក់យ៉ាងនេះស្លេកអើយមកជួយលេខទឹកផងបងអើយខ្ញុំមើលចាស់ដែរផុតមុខផុតក្រោយតែគូនឹងគាត់ស្លាប់ទៅមុនខ្ញុំទេអើយបងអើយរកចាស់រកអីនៅនឹងបងថៃហេលបងថៃមានរឿងអីថៃយ៉ាងយំខ្ញុំដាក់ពីផ្ទះមកដល់គាត់ផុតទៅហើមភ្លាមខ្ញុំជិះច្រាល់មកទឹកព្រៃច្រាល់មកអ្នកណាគេផុតនេះគាត់ស្លាប់ហីណាគេងប់នៅបងគាត់មានតន់ងាប់ណាខ្ញុំគាត់ទៅណាអត់តន់ស្លាប់ឮថាអ៊ំធ្លេឈឺគាត់ឈឺបាទឥឡូវខ្ញុំមានអីជួយទេខ្ញុំជួយកោតមួយទុកដាក់ឆ្អឹងកុំនិយាយអញ្ចឹងគាត់អត់ចុះបកាច់ក្មេងៗពីម្នាក់ថាទៅធ្លេស្លាប់ហើយអូយគួយមកបានជាគ្នាខ្ញុំមិនទាន់ស្លាប់ទេមិនអីទេព្រោះថាស្លាប់បាច់ភ័យទេអ៊ំណាយើងមានកោតដាក់ឲ្យអ៊ំបាច់ភ័យទេបាច់ភ័យទេអ៊ំឲ្យឈឺហ្នឹងហើយចេបទៅមកវាបុនខ្មោចគេចឹងដែរងាប់ហើយយំពេញមុខហ្មងយំហើយជូតចេញទៅជួបហ្នឹងទៅមើលបាន2ដងស្លាប់ទៅជួបហ្នឹងបាទហើយស្លាប់បានតែ2ថ្ងៃប្រពន្ធហ្នឹងក៏ខែហ្នឹងស្លាប់ទៅតាមក្រោយដែរណាត់ទៅណោះអូយ
អត់ងាប់ទេ ប្តីខ្ញុំមានងាប់អីគ្រាន់តែមុខប្រឡាក់ស្រាខ្ជូងហ្នឹង ហត់ អូអ៊ំហត់ ណែ ទេ ឯញ៉ាទ្រាំបន្តិចទៅណា តែព្រោះ ម៉ែ កូន បងមិនអី ឲ្យឯងឈឺ បងពូតាណាអង្គុយលេង មាន លេងសិនណាលេងសិនណា នេះថាយកនំចំណីមកចូលបុនខ្មោចតានេះអត់ងាប់ធ្វើម៉េចទេនេះ ទិញថ្នាំមកពុកខ្ញុំមិនតាន់អីណាតាពុកខ្ញុំមិនតាន់អីណាអ៊ំបងឯងយកម៉ែអ៊ំ លេងចាប់លេងឲ្យកូនឆ្នាំនឹងលេបទៅបាត់បាត់ឈឹក ពុកខ្ញុំមិនតាន់អីហ្នឹងយំមឹង ស្ដាយនោះស្ដាយ បងខ្ញុំមានរឿងប្រាប់ឯងមួយថ្ងៃហ្នឹងដល់ថ្ងៃខ្ញុំបង់លុយសាលាទៀតហើយ ណែដល់បងថ្លៃសាលាប៉ុន្តែម៉ែប្រាប់មួយទៀតណាកូនឥឡូវហ្នឹងគេមកទាលុយថ្លៃថ្នាំម៉ែអត់មានលុយឲ្យគេទេកូនឯងជួយអ្នកចេញថ្លៃថ្នាំឲ្យឪឯងតិចទេណាកូន ខែហ្នឹងខ្ញុំបើកបានតែបន្តិចទេម៉ែបងលុយអូនអស់ លុយពុះលុយពុះ ពូអីខែមក អីពូចេញបាន ពាក់កណ្ដាលថ្ងៃអត់ប្រហែលក្នុងខែនោះសូវមានភ្ញៀវចូលម៉ាស្សាខ្ញុំអត់សូវមានបានលុយធីបសោះអញ្ចឹងបានតែទិញថ្នាំអូនចាំខែក្រោយខ្ញុំបងបានទេអូនកុំ ចាំប្រាប់គេអាចោ ពូអ៊ំអង្គុយលេងសិនមក ទៅលេងសិនណាអ៊ំ ពុកលេងថ្នាំសិនណាពុក អត់ជួយចេះណែប្រាប់តែស្លេងណា អត់មានផង បើអត់មានទៅបាយខំផងរកទៅអី យកលេខខ្ញុំមួយទៅណាយកលេខមួយទៅបើសិនដាច់ខ្សោមិត្តទេមកខ្ញុំជុំពីផ្ទះមកទៀតវាស្រួលបានជុំបានច្រើនជាងគេ អ៊ំឯងមិនក៏បន់ឲ្យខ្ញុំសាប់រហូតចឹង ពុកមិនទេញ៉ងពុក ពុកពួកឯងអត់អីណាពុកអី ដកចោល ជំរាបសួរលោកពុក បង បើអ៊ំ អ្នកណាគេនោះណាគេកូន មកទេខ្ញុំយកកោតវិញ បងទៅណា ចាជំរាបសួរ ជំរាបសួរពុក ពុកម៉ែ កូន អ្នកណាកូនអ្នកណា ល្អណាស់កូនអើយនេះនំចំណីនឹងគឺថាល្អ អត់ទេក្អៅខ្ញុំទេពុក អត់ទេមិនតែនេះបានពុកខ្ញុំ ចិត្តខាងណាចិត្តខាងដែរ ម៉ែពុកនោះបងពាក់មីគាត់ទៅជួបខ្ញុំនៅកន្លែងម៉ាស្សាដល់ពេលចឹងទៅគាត់ស្រឡាញ់ខ្ញុំគាត់ថានឹងនាំម៉ែឲ្យគាត់មកចូលទៅដឹងខ្ញុំពុកម៉ែ ឥឡូវខ្ញុំចង់ប្រាប់ចេះ បងនាំតាមកអង្គុយលេងសិនណា ខ្ញុំប្រាប់ឪពុកម្ដាយខ្ញុំហើយប៉ុន្តែគាត់ថាគាត់មិនពេញចិត្តនឹងញ៉ងទេ ឃើញ ខ្ញុំប្រាប់បងឯងថាខ្ញុំគ្រាន់តែជា តែ ស្រី ខ្ញុំមកនេះខ្ញុំសុំមកនៅនឹងហ្មងខ្ញុំសុំគេរត់ចោលផ្ទះមកនៅសុំនៅឪពុកម្ដាយហ្នឹងហើយ មិនកើតទេ ខ្ញុំសុំមកនៅនឹងខ្ញុំ ពាក់មី អាមនុស្ស កូន វា ឯង ចេះដឹងកំណត់ ផ្ទះ ថោ អញ្ចឹងហ៎ អីបើឯងមុលអាហេមលហានៅរឿងកន្លែងហ្នឹងហ៎ឡើយទៅផ្ទះយើងទៅផ្ទះយើង ខ្ញុំមកទៅខ្ញុំ អត់មានមកធ្វើចរិតចិត្តអាចម៉ែផ្ទះដៃវា បាត់កូនឯងពី3ថ្ងៃហ្នឹងដេកមិនលក់ហូបអីក៏មិនកើតទេកូនណាទៅផ្ទះយើងវិញ សួរតែទៅអត់ អ៊ំថយទេឲ្យពួកឯងឈរនេះកុំឲ្យបាយខ្នងដាក់ កុំក្រោករាញាក់ខ្ញុំញាក់ខ្ញុំណា តាឯងក៏មកដែរឃើញមករកឯង ពុក ពុកដើរចូលចៅឪឯងបានហើយ អាណាគេទាំងអស់គ្នានេះ អញមិនទូចទេប្រអញមិនទូចទេណាមកភូមិនេះតាណាស្គាល់អញអ្នកចាត់ចង្រិតហ៎អូបង សុំ ឥឡូវកុំនិយាយច្រើនកូនណាទៅផ្ទះជាមួយម៉ែវិញតើកូនទៅ ទៅខ្ញុំអត់ទៅទេ ឥឡូវមកសួរកូនឯងនារីណាដែលកូនឯងស្រឡាញ់មួយណាចូលមើល នេះ មុខចាំសោះអើយ ហ្នឹងហើយកូនឯងទៅសារថានាងហ្នឹង ស្មាសព តស៊ូនឹងការងារណា ប្អូនអើយ ចាំម្ដាយចាំឪពុកខ្ញុំប្អូនរៀនដោយសារការងារម៉ាស្សាហ្នឹងហើយគេតស៊ូក្នុងជីវិតតែយើងចាំមើងងាយគ្នាខ្ញុំស្រឡាញ់មនុស្សដែលតស៊ូអញ្ចឹង ទោះបីខ្ញុំធ្វើការនៅកន្លែងម៉ាស្សាមែនតែខ្ញុំធ្វើដោយកម្លាំងកាយ ច្រើនមកទៀត បានយកໄວទៅបដោធ្វើដោយកម្លាំងរបស់ខ្ញុំ អ៊ំ មិនមែនកន្លែងម៉ាស្សាជាកន្លែងដែលខលខូចទាំងអស់ហេកន្លែងម៉ាស្សាក៏ជាកន្លែងល្អ នៅស្គៀមអ៊ំនៅស្គៀ ទោះ ម បីភ្ញៀវចូលធ្វើក៏ធ្វើធម្មតាមិនដើម្បីដូចអ្វីដែលពូនឹងមីងគិតទេមនុស្សស្រីធ្វើការក្នុងហាងជាអ្នកចម្រៀងទៀងតាមហាងក៏មិនអាក្រក់ដូចពូមីងគិតទាំងអស់ដែរអ្នកធ្វើការម៉ាស្សាក៏មិនអាក្រក់ទាំងអស់ដែរ អញ្ចឹងក្មួយហ៎អញព្រោះតែជីវភាពខ្វះខាតខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់ទើបខ្ញុំទៅធ្វើការខាងម៉ាស្សាមែនមនុស្សខាងម៉ាស្សាហ្នឹងទៅលក់ខ្លួនទាំងអស់ណា កូនមិនដឹងបានហើយកូន ឥឡូវចេះចោះ ម្នាង ណែឯងស្ដាប់ខ្ញុំហ៎អញថាចឹងដែរហ្នឹងឥឡូវមិនបាច់ទេកូនឯងស្រឡាញ់គ្នាក៏ស្រឡាញ់តែចាំមករៀបការឲ្យណាហើយអត់មិនសុំតោផង សុំប្រកាន់វាណិតពេក
ពុកឯងកុំមកត្រឡប់មើល นึก គេ មកបើជ្រើសបានមិនធ្វើទេកន្លែងខ្លះ ហ្នឹងហើយអញ្ចឹងយើងគម្រើសអើងណាឯង ពេក ណា ជ្រើសអើងពេក គម្រើសអើង ចូលទៅស្រឡាញ់គ្នាហើយ បានហើយឈប់យំតែយំ អញច្រឡំមកទៀត ណែឲ្យតា តែ សុំ យំតាយំឡើងភ្នែកអស់ហើយតា ណែឲ្យតាសុំទោស បាទអរគុណដល់ពុកម៉ែនឹងលែងមានណាមបែកបាក់យើង ហ្នឹង ទៀត ហើ ហើយ យ លេងបាញ់បាក់កូនឯ ហើយ ង ជប់ អរ មើល កូនឯ ងាយ ង នា ណា រី ហ្នឹង ហើយយើងជប់មើលងាយនារីធ្វើការពេលយប់ ចា នារីធ្វើការម៉ាស្សានារីធ្វើការស្រាបៀរជ្រៀងអបក្តោងឬក៏ធ្វើការកន្លែងណាពេលយប់យប់កុំឲ្យមើលងាយទៅសិតតការងារគ្នាធ្វើសុចរិតទេដើម្បីជីវភាពគ្នាតែប៉ុណ្ណឹង ចា